ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបឆាសៀងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់និងរក្សាទុកបានយូរហើយចំណាយអស់លុយតិចទៀតថ្ងៃនេះដែរខ្ញុំបានទៅផ្សារទិញសាច់ជ្រូកចំនួន4000យកមកបញ្ច្រាំឲ្យម៉ត់ហើយសៀងចំនួន2000ពងមាន់ចំនួន2គ្រាប់និងបន្លែ1500រៀលម្ហូបមួយមុខនេះចំណាយអស់តិចឆ្ងាញ់ហើយរក្សាទុកបានយូរទៀតអញ្ចឹងយើងចាប់ផ្ដើមមកមើលពីរបៀបធ្វើទាំងអស់គ្នារបៀបធ្វើយើងធ្វើដើម្បីរក្សាទុកឆាសៀងនេះបានយូរគឺយើងត្រូវរំលីងសាច់ជ្រូករបស់យើងនឹងឲ្យស្ងួតឲ្យដាច់ទឹកព្រៃហើយចាំយើងដាក់គ្រឿងចូលហើយចំពោះការដាក់គ្រឿងដូចគ្នាយើងប្រើតែប៊ីចេងនិងស្ករបានហើយព្រោះសៀងផ្អែមរបស់យើងក៏មានរសជាតិប្រៃសាប់ដែរបើសិនជាយើងភ្លក់ហើយថាវានៅមានរសជាតិសាបយើងថែមបន្តិចទឹកត្រីឬក៏អំបិលបន្តិចអំឡុងពេលយើងដាក់សៀងដូចគ្នាគឺសៀងមានទឹកអញ្ចឹងហើយយើងត្រូវតែរំលីងតតែសៀងនឹងស្ងួតសៀងឆ្អិនហើយស្ងួតទឹកប្រៃរបស់វាដូចគ្នាសិមយើងគោះពងមាន់ដាក់ចូលហើយយើងរំលីងតតែបងប្អូនបានឃើញស្ងួតដូចខ្ញុំបានរំលីងអញ្ចឹងគឺមានតែប្រេងអត់មានជាតិទឹកទេដូច្នេះគឺយើងអាចរក្សាទុកបានយូរហើយមិនបាច់ដាក់ក្នុងទូទឹកកកក៏យើងអាចរក្សាទុកបានយូរដែរហើយសៀងនេះយើងអាចញ៉ាំជាមួយបាយឬក៏បបរគឺឆ្ងាញ់មែនតើឆាសៀងរបៀបនេះគឺយើងអាចរក្សាទុកបានយូរនៅពេលដែលយើងចង់ញ៉ាំយើងគ្រាន់តែដួសយកមកកម្ដៅឬក៏ដួសយកមកញ៉ាំភ្លាមៗបានតែម្ដងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ